mấy riêng mình toในថ្ងៃនេះគឺយើងរៀនអំពីការបង្កើតនៅ Gmail តើយើងបង្កើត Gmail ដើម្បីអ្វីចឹងណាការបាត់ Gmail គឺវាមានអត្ថប្រយោជន៍ច្រើនមែនតើសម្រាប់បងដែលគាត់ចង់យកវាទៅបង្កើត Facebook account យកវាទៅធ្វើអីផ្សេងបានច្រើនមែនតើតែម្ដងដែលយើងសឹងតែអត់អាចរៀបរាប់បានចឹងណាចឹងឥឡូវយើងកុំឲ្យខាតពេលយូរយើងទៅទស្សនាពីការធ្វើទាំងអស់គ្នាអូខេបន្ទាប់មកយើងយកអានេះខ្ញុំបង្ហាញនៅលើ desktop ចឹងយើងទៅរកជ្រុំមួយដែលឥឡូវខ្ញុំសាកទៅរកជ្រុំរបស់ខ្ញុំមួយសិនអូខេយើងយកជ្រុំណាដែលយើងអត់ទាន់បានបង្កើតនៅ Gmail ហ្នឹងហើយចឹងយើងបានជ្រុំរបស់យើងមួយហើយបន្តមកទៀតគឺបងប្អូនអាចកលេចមើលកន្លែងនេះគឺគេដាក់ថា Gmail អូខេយើងចុចទៅលើពាក្យ Gmail មកបន្តមកទៀតគឺវានឹងចេញមកដល់ផ្ទាំងឬក៏ website មួយនេះចឹងណាចឹងកន្លែងនេះបើសិនជាបងគាត់ចង់ sign in ក៏បានឬក៏យើង create account ក៏បានចឹងកន្លែងនេះ sign in មានន័យថាយើងមាន account Gmail រួចហើយចឹងយើងចង់បញ្ចូល account Gmail របស់យើងចូលទៅកាន់ជ្រុំមួយនឹងចឹងយើងអាចចូលទៅកន្លែង sign in បានប៉ុន្តែឧទាហរណ៍ថាបើសិនជាបងទាំងអស់គ្នាចង់បង្កើតអញ្ចឹងបងអាចចុចពាក្យថា create an account នៅកន្លែងនេះក៏បានឬក៏ចុចពាក្យថា create an account នៅកន្លែងនេះក៏បានអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងចុចកន្លែងណាក៏បានដែរមកពីរហ្នឹងអូខេយើងចុចពាក្យថា create មកអញ្ចឹងវាសួរយើងថាយើងចង់បង្កើត for my personal use ឬក៏យើងបង្កើតនៅ for my work ឬក៏ business ចឹងឧទាហរណ៍ថាបើយើងបង្កើតសម្រាប់ការប្រើប្រាស់ខ្លួនឯងអាចចុចទៅលើបានបើសម្រាប់ការងារឬក៏អាជីវកម្មគឺយើងអាចចុចនៅខាងក្រោមនឹងអញ្ចឹងពីរហ្នឹងយើងអាច select មួយណាក៏បានដែរអត់ជាបញ្ហាទេអូខេយើងចុចមកកន្លែងហ្នឹងទៅអូខេអញ្ចឹងកន្លែងនេះគឺគេនឹងប្រាប់យើងពីការជ្រើសនៅ email ដែលយើងគិតថាវាល្អអញ្ចឹងហ្នឹងហើយអានេះបើយើងចង់ប្រើនៅ Gmail បែបនេះក៏បានឬក៏អានេះក៏បានអញ្ចឹងយើងចុច get Gmail address នេះមកអូខេអូខេអញ្ចឹងវានឹងលោតមកដល់ផ្ទាំងនៃការបង្កើត Gmail អីចឹងបើសិនជាបងគាត់ចង់ដាក់ឈ្មោះបែបម៉េចអានឹងអាស្រ័យទៅលើបងទៅអូខេឧទាហរណ៍ថាឥឡូវខ្ញុំដាក់ថាអូនlast name first name ដាក់អូនចឹងទៅដល់ពេល last name ខ្ញុំដាក់ថាLin អីចឹងទៅឈ្មោះហ្នឹងបងដាក់ឈ្មោះអីក៏បានដែរចឹងណាអូខេបន្តមកទៀតយើងចុចពាក្យថា next បន្តមកទៀតគឺយើងដាក់នៅខែនេះយើងដាក់នៅថ្ងៃខ្ញុំដាក់ថ្ងៃទី12ចឹងទៅហើយឆ្នាំទាក់ទងនឹងឆ្នាំគឺយើងបង្កើតចាប់ពី18ឆ្នាំឡើងទៅអញ្ចឹងខ្ញុំដាក់1999ទៅគឺលើសអាយុ18ឆ្នាំហើយអូខេអញ្ចឹងកន្លែងទាក់ទងនឹង gender យើងអាចជ្រើសយក female ក៏បាន male ក៏បានគឺ rather non say ក៏បានឬក៏ custom ខ្លួនឯងក៏បានប៉ុន្តែកន្លែងនេះយើងចង់ select មួយណាក៏បានដែរអញ្ចឹងខ្ញុំ select យក fisherman មកបន្តមកទៀតគឺខ្ញុំចុចពាក្យថា next អូខេអញ្ចឹងកន្លែងនេះបើសិនជាបងចង់បានលក្ខណៈថា Gmail ដែលខាងក្រុមហ៊ុនគេ generate ឲ្យក៏បានឬក៏យើងបង្កើតជាឈ្មោះ Gmail ដោយខ្លួនឯងក៏បានឧទាហរណ៍ថាឥឡូវមិញខ្ញុំដាក់ឈ្មោះថា online អញ្ចឹង Gmail របស់ខ្ញុំដាក់ថា online ដែរទៅហ្នឹងហើយអញ្ចឹងកន្លែងនេះ Gmail យើងដាក់ឈ្មោះហើយយើងបង្កើតឈ្មោះណាដែលអត់ជាន់ជាមួយគេអញ្ចឹងយើងដាក់លេខទៅដាក់ជាលេខទៅដែលយើងចង់ដាក់អញ្ចឹងណាដោយរៀងច្រើនក្នុងខ្ទង់តិចមកវាងាយស្រួលអញ្ចឹងណាហ្នឹងហើយអញ្ចឹងអានេះខ្ញុំសុំ copy ទុកអូខេខ្ញុំសុំ copy ទុកបន្តមកទៀតយើងចុចពាក្យថា next ទៅអូខេអញ្ចឹងកន្លែងនេះទាក់ទងនឹង password អញ្ចឹងខ្ញុំ password ហ្នឹងគឺបងអាចដាក់ឲ្យរៀងពិបាកកុំឲ្យងាយស្រួលបើសិនជាងាយស្រួលទី1គេនឹងងាយស្រួលនៅក្នុងការ hack Gmail របស់យើងដែរហ្នឹងហើយអញ្ចឹងកន្លែង Gmail ហ្នឹងគឺបងអាចដាក់ជាអក្សរជានិមិត្តសញ្ញាឬក៏ជាលេខទៅដើម្បីឲ្យពិបាក
យើងច្បាច់បញ្ចូលគ្នាទៅដើម្បីឲ្យពិបាកប៉ុន្តែកន្លែងហ្នឹងក៏ជាចំណុចសំខាន់ដែរយើងត្រូវតែចាំវាឬក៏យើងអាចយកវាទៅ note នៅកន្លែងណាមួយដែលយើងគិតថាយើងមិនងាយបាត់វាអញ្ចឹងណាបើសិនជាបាត់វាគឺមានការពិបាកមែនទែនក្នុងការត្រឡប់យក Gmail មួយហ្នឹងអូខេអញ្ចឹងយើងចុច password ហើយយើងវាយ password ទៅអូខេអញ្ចឹងកន្លែង confirm នេះយើងវាយដដែលមកអញ្ចឹងបន្តមកទៀតបើយើងចង់ចុចសូ password គឺកន្លែងនេះគឺនឹងបង្ហាញ password នៃ Gmail របស់យើងប៉ុន្តែខ្ញុំខ្ជិលចុចសូ password ណាអញ្ចឹងខ្ញុំចុចពាក្យថា next តែម្ដងទៅអូខេអញ្ចឹងកន្លែងនេះគឺគេឲ្យដាក់នៅ phone number អញ្ចឹងបងអាចដាក់នៅលេខទូរស័ព្ទមួយណាក៏បានដែរអញ្ចឹងដែលយើងអត់ទាន់បង្កើតនៅ Gmail អូខេយើងដាក់ចុងមកហ្នឹងហើយពេលដែលយើងភ្ជាប់នៅលេខទូរស័ព្ទហើយយើងបានទទួលកូដពីលេខទូរស័ព្ទរបស់យើងហើយគឺយើងអាចបង្កើតនៅ Gmail បានរួចរាល់ហើយអញ្ចឹងពេលដែលយើងបង្កើតរួចរាល់ហើយវានឹងចេញមកដល់ផ្ទាំងបែបនេះអញ្ចឹងណាអញ្ចឹងយើងនឹងអាចយក Gmail របស់យើងយកទៅបង្កើតដូចជា Facebook ជា account អីផ្សេងបានតែម្ដងហ្នឹងហើយអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាបងមានចម្ងល់អីអាចឆាតមកខ្ញុំឬក៏អាច comment នៅក្រោមវីដេអូខ្ញុំបានហើយជាចុងក្រោយគឺខ្ញុំសូម subscriber ពីបងម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយ